សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទ Boy K សម្រាប់ពេលនេះខ្ញុំបានមកបន្តរឿងមកឆៅសេសាតាមប្រមាញ់មនុស្សប្រុសដែលជាពាក្យបន្តរបស់យើងបន្តទៀតតើយើងចូលទស្សនាទាំងអស់គ្នាផ្សាយរឿងកាលមកដល់ក្នុងភូមិវិញដែលអាឆ្នុកកំពុងតែមើលទៅកាន់ព្រៃហើយក៏ឆ្ងល់ថានេះចិត្តមួយម៉ាហើយហេតុអ្វីបានចិត្តលបងផ្លោមិនតាន់ត្រឡប់មកវិញទៀតតើមានអ្វីខុសប្រក្រតីមែនទេនៅពេលនោះក៏មានសម្លេងបន្លឺឡើងប្រាប់ទៅកាន់អាឆ្នុកថាកុំបារម្ភឲ្យអាឆ្នុកដោយមានបរិបពីរនាក់បានបង្ហាញឲ្យអាឆ្នុកឃើញហើយពួកគេទាំងពីរមានសំហៅម្នាក់មានឈ្មោះថា James Bond ហើយម្នាក់ទៀតមានសំហៅគាត់ថាលោកបងចិញ្ចាំបាសដោយលោកបងចិញ្ចាំបាសបាននិយាយទៅកាន់អាឆ្នុកថាណែអាឆ្នុកតើឯងធ្វើអ្វីនៅទីនេះក្នុងសភាពងើយឆ្ងល់យ៉ាងនេះតើពួកយើងចេញទៅជួយសង្គ្រោះជីវិតមនុស្សទាំងអស់គ្នាដោយអាឆ្នុកតបទៅកាន់លោកបងចិញ្ចាំបាសថាលោកបងតើពួកយើងចង់ទៅឥឡូវនេះមែនទេលោកបងឯងមិនគិតថារងចាំព្រឹត្តិការណ៍នៅក្នុងភូមិសិនទេដោយលោកបងចិញ្ចាំបាសបានតបទៅកាន់អាឆ្នុកថាតើមានអ្វីពិសេសទៅអំពីខ្មោចឆៅសេសាដែលមានឈ្មោះត្រឹមតែល្បីនោះដែលយើងទាំងអស់គ្នានឹងត្រូវទៅកម្ចាត់នាងទាំងអស់គ្នាបន្ទាប់មកលោកបងចិញ្ចាំបាសក៏បានទៅគៀកកអាឆ្នុកហើយក៏បាននិយាយបន្ថែមទៅកាន់គេថាឈប់មកកូនយើងមានគ្នាចំនួន3នាក់យើងមិនជឿថាយើងមិនអាចទប់ទល់នឹងខ្មោចឆៅសេសានោះដែលនាងមានតែម្នាក់ឯងនោះទេប៉ុន្តែអាឆ្នុកក៏បានតបទៅកាន់លោកបងចិញ្ចាំបាសថាប៉ុន្តែតើវាមិនល្អទេលោកបងបើយើងទៅជម្រាបលោកប្រតិចារនៅក្នុងភូមិជាមុនសិនដោយលោកបងជេមស្បូនក៏ប្រាប់ទៅអាឆ្នុកថាចាំបាញ់ទៅរកប្រតិចារធ្វើអ្វីយើងទាំងពីរនាក់ក៏អាចគ្រប់គ្រាន់ក្នុងការទៅកម្ចាត់បិសាចស្រីស្អាតតែម្នាក់ឯងនោះហើយតោះពួកយើងចាប់ផ្ដើមចេញដំណើរទៅក្នុងពេលដែលពួកគេទាំង3ធ្វើដំណើរភូមិនៅទីនោះក៏បានសេរីប្រាប់ទៅកាន់ពួកគេថាអ្នកទាំង3ប្រយ័ត្នប្រយែងផងណាប្រយ័ត្នមានគ្រោះថ្នាក់សូមឲ្យត្រឡប់មកវិញដោយសុវត្ថិភាពណាដោយនៅទីនោះយើងក៏បានចាប់ផ្ដើមនឹងក្មេងស្រីម្នាក់ដែលអេដមីនសូមហៅថាអាមួយបន្តមកផ្សាយរឿងកាកាមកដល់ក្នុងកលៈពេលដែរដំណើរជាមួយគ្នាក្នុងពេលរាត្រីដោយយប់ងងឹតមានពន្លឺព្រះច័ន្ទពន្លឺផ្លូវពួកគេនៅក្នុងការធ្វើដំណើររកខ្មោចឆៅស្រីស្អាតនោះលោកបងចិញ្ចាំបាសក៏បាននិយាយថាតើប្រកបទេថាយើងមកត្រូវផ្លូវនៅខាងមុខនេះគឺជាផ្លូវតំបន់ហាមឃាត់មែនទេពេលដែលអ្នកទាំង3ឈរនៅទីនោះសុកស្រាប់តែមានសំឡេងមួយបានបន្លឺឡើងស្រែកថាជួយផងអ្នកទាំងអស់គ្នាជួយផងដោយនោះគឺជាចាហុងដែលបានរត់ចាក់ចេញពីព្រៃជ្រៅរត់មកសុំជំនួយពីលោកបងចិញ្ចាំបាសនៅពេលដែលជួបក្រុមរបស់លោកបងចិញ្ចាំបាសនាងក៏បាននិយាយទៅកាន់ពួកគេថាខ្ញុំរីករាយណាស់ដែលបានជួបអ្នកទាំងអស់គ្នាហើយលោកបងចិញ្ចាំបាសក៏បានសួរទៅកាន់ចាហុងថាតើនាងមិនអីទេមែនទេមានរឿងអ្វីកើតឡើងនៅទីនោះចុះណាកូននឹងប្តីរបស់នាងដោយចាហុងក៏បានធ្វើទឹកមុខកំសត់និងនិយាយប្រាប់ទៅកាន់ពួកគេថាអូយអ្នកទាំងអស់គ្នាកូនប្រុសទាំងពីររបស់ខ្ញុំត្រូវបានប្រែទៅជាខ្មោចឆៅអស់ទៅហើយខ្ញុំនិងស្វាមីរបស់ខ្ញុំក៏ត្រូវបានពួកបិសាចខ្មោចឆៅជញ្ជឿឈាមទាំងអស់នោះបឺតឈាមអស់ចេញពីខ្លួនខ្ញុំក៏បានរកកិច្ចខ្លួនដោយការលំបាកយ៉ាងខ្លាំងដើម្បីចាចេញពីខ្មោចឆៅជញ្ជឿឈាមទាំងអស់នោះបន្ទាប់មកលោកបងចិញ្ចាំបាសក៏ប្រាប់ទៅកាន់អាឆ្នុកថាអាឆ្នុកមើលថែកញ្ញាហុងឲ្យបានល្អវយហើយជួយនាំនាងត្រឡប់ទៅផ្ទះវិញផងអាឆ្នុកក៏តទៅវិញផងហ្នឹងហើយលោកបងតែបានសុខលោកបងហើយលោកបងចេមស្បូនក៏ប្រាប់ទៅកាន់ចាហុងថាកុំបារម្ភឲ្យខ្ញុំនឹងព្យាយាមកម្ចាត់ខ្មោចឆៅស្រីនោះនៅពេលដែលពួកគេទាំងពីរចេញទៅបាត់អាឆ្នុកក៏បាននិយាយបារម្ភពីលោកបងពីរនាក់នោះថាខ្ញុំសង្ឃឹមថាលោកបងពីរនាក់ឯងត្រឡប់មកវិញដោយសុវត្ថិភាពអារម្មណ៍របស់ខ្ញុំបញ្ជាក់ថាខ្មោចឆៅស្រីនោះមិនមែនជាខ្មោចធម្មតាដូចជាការកាន់នោះទេស្រាប់តែពេលនោះក៏មានដៃបានអបអាឆ្នុកពីក្រោយដោយនោះគឺជាចាហុងអាឆ្នុកបាននិយាយទៅកាន់ចាហុងថាចាហុងហេតុអ្វីបានជាធ្វើបែបនេះមើលនៅក្នុងស្ថានភាពពេលនេះខ្ញុំគួរតែទៅជាមួយនឹងលបងពីអ្នកនោះវិញល្អជាងហើយឆ្នុកក៏និយាយទៅកាន់ចាហុងថាសូមទោសផងចៅខ្ញុំអត់ចេះលួងមនុស្សស្រីនោះទេប៉ុន្តែរឿងបែបនេះបានកើតឡើងទៅហើយខ្ញុំសង្ឃឹមថាចៅនឹងកាត់ចិត្តពីប្តីរបស់ចៅការបបងប្តីរបស់ចៅនៅចំពោះមុខចៅប្រកាសជាធ្វើឲ្យចៅជាចាប់ខ្លាំងណាស់ហើយដោយនៅទីនោះប្រហែលជាអ្វីនឹងប្រែខ្លាចជាខុសគ្នាដោយចាហុងក៏បានតបទៅកាន់ឆ្នុកវិញថាអូមិនមែនទាល់តែសោះខ្ញុំមិនបានខូចចិត្តបន្តិចណាឡើយយ៉ាងណាមិញវាគឺជាខ្ញុំដែលបានសម្លាប់ប្តីរបស់ខ្ញុំដោយខ្លួនឯងក្នុងកលៈពេលនោះចៅហុងក៏បានបញ្ចេញចង្គមរបស់ខ្លួនហើយឆ្នុកក៏ចាប់ផ្ដើមកលេចក្រោយមើលចៅហុងនិងឆ្ងល់ថាហាតើនោះជាអ្វីបន្ទាប់មកចៅហុងក៏ចាប់ផ្ដើមខំកអាឆ្នុកបណ្ដាលឲ្យមានសរសៃពណ៌ស្វាយឡើងទៅកាន់ពីពេញខ្លួនរបស់ឆ្នុកសម្រែករបស់ឆ្នុកក៏ចាប់ផ្ដើមបន្លឺឡើងដោយភាពឈឺចាប់ទឹកមុខរបស់ឆ្នុកក៏ចាប់ផ្ដើមស្រេកស្លាំងឡើងភ្នែកក៏ចាប់ផ្ដើមស្លើឡើងលើបន្ទាប់មកអាឆ្នុកក៏ចាប់ផ្ដើមខ្លាចទៅជាបរិវាររបស់ចៅហុងដោយចៅហុងបាននិយាយទៅកាន់អាឆ្នុកថាស្ដាប់ឲ្យបានច្បាស់ចាប់ពីពេលនេះតទៅអ្នកនឹងត្រូវតែគោរពតាមបញ្ជារបស់ខ្ញុំជាដាច់ខាតព្រមទាំងចៅហុងក៏បានបញ្ចេញក្លិនចំហាយខ្មោចរបស់ខ្លួនបញ្ចូលទៅកាន់រាងកាយរបស់អាឆ្នុកបន្ទាប់មកចៅហុងក៏ចាប់ផ្ដើមប្រតិបត្តិការវាយឡើងជាមួយនឹងអាឆ្នុកដោយបញ្ចេញពាក្យសម្ដីថានេះគឺជារឿងអស្ចារ្យមែនស្របដោយទងមុខរបស់ចៅហុងបញ្ចេញមកដោយភាពស៊ីអារម្មណ៍និងស្រាប់ស្រលបន្ទាប់ពីដល់ចំណុចកំពូលអាឆ្នុកក៏ចាប់ផ្ដើមត្រូវចៅហុងបូមយកធម្មពលចេញពីខ្លួនគេតាំងពីមានសាយរហូតដល់ស្បែកដណ្ដប់ឆ្អឹងចំណែកចៅហុងវិញក៏ចាប់ផ្ដើមបញ្ចេញសម្លេងដ៏ស្រាប់ស្រលព្រមទាំងបាននិយាយថាអូតែនេះចាប់ហើយមែនទេវាគួរអាក្រក់ណាស់ដោយចៅហុងគឺមិនទាន់អស់ចិត្តចង់តែនៅបន្ត
ប៉ុន្តែចៅហងបានស្រូបយកធម្មពលជីវិតចេញពីឲ្យឆ្នុកអត់ទៅហើយដោយចៅហងបានពោលពាក្យថាខ្ញុំស្ទើរតែបាត់បង់ការគ្រប់គ្រងទៅហើយដោយហេតុថាខ្ញុំស្ទើរតែបូមយកធម្មពលចេញពីខ្លួនរបស់គេទាំងអស់ដោយចៅហងបាននិយាយទៅកាន់ឆ្នុកថាហេក៏បារម្ភអីអ្នកនៅតែមានប្រយោជន៍សម្រាប់ខ្ញុំបន្ទាប់មកចៅហងក៏ចាប់ផ្ដើមបកគលធម្មពលជីវិតឲ្យទៅឲ្យឆ្នុកវិញមិនទេធ្វើឲ្យគេមានសាច់ឈាមឡើងវិញហើយចៅហងបាននិយាយទៅកាន់ឆ្នុកថាមិនអីទេដល់ពេលត្រូវត្រឡប់ទៅភូមិវិញហើយតោះទៅដោយឆ្នុកតបទៅកាន់ចៅហងថាបានម្ចាស់ស្រ័យបន្ទាប់ពីចៅហងលើអាវពាក់វិញហើយក៏បានឈរទន្ទឹមគ្នាជាមួយនឹងឆ្នុកហើយក៏បានប្រាប់ទៅកាន់ឆ្នុកថាហៅខ្ញុំថាចៅហងធម្មតាណាតោះពួកយើងទៅដោយឆ្នុកតបទៅកាន់ចៅហងថាមិនហើយចៅហងតោះយើងទៅពួកយើងត្រឡប់ទៅភូមិវិញហើយក្រឡេកមកមើលលបងចិញ្ចាំបាសនិងលបងជើងស្បួនដែលកំពុងធ្វើដំណើរវិញដែលមានភាពស្ងាត់ជ្រុលងំមានតែសំឡេងខ្យល់ហោះវាយវ៉ាដោយលបងជើងស្បួនក៏ឆ្ងល់ថាហើយអ្វីបានជាស្ងាត់បែបនេះទៅវិញឯណោះទៅខ្មាច់ឆោស្រីម្នាក់នោះនៅពេលនោះលបងចិញ្ចាំបាសក៏ចាប់ផ្ដើមនឹងអ្វីមួយដែលសម្ដៅមកកាន់គាត់ហើយលបងចិញ្ចាំបាសបានប្រាប់ទៅកាន់លបងជើងស្បួនថាប្រយ័ត្នផងមកមានចំហាយពីឃាតមួយកំពុងតែសម្ដៅមកកាន់ទីនេះប្រុងប្រយ័ត្នផងស្រាប់តែពេលនោះក៏មានអ្វីផុសចេញពីក្រោមជើងរបស់លបងចិញ្ចាំបាសប៉ុន្តែលបងចិញ្ចាំបាសក៏បានដឹងខ្លួនមុនហើយក៏បានក្រឡេកមើលទៅការអ្វីនោះក៏ឃើញថាវាគឺជាខ្មោចឆៅបរិវាររបស់ខ្មោចឆៅស្រីនោះបន្ទាប់មកគាត់ក៏បានរੂផ្លេចយកដាវកាប់ដាច់ខ្លួនខ្មោចឆៅនោះដាច់ជាពីរដោយលបងចិញ្ចាំបាសក៏បានប្រាប់ទៅកាន់លបងចិនស្បូនថានេះគឺជាក្មេងដែលបានប្រែក្លាយទៅជាខ្មោចឆៅហើយបើមកប្រយ័ត្នផងវាមានអន្ទាក់នៅលើដីវើយដោយលបងចិនស្បូនតបទៅកាន់លបងចិញ្ចាំបាសវិញថាហើយថាមិនមកស្រាប់តែពេលនោះលបងចិនស្បូនក៏មានអារម្មណ៍ដឹងនឹងអ្វីមួយហើយនោះគឺជាខ្មោចឆៅស្រីដ៏ស្អាតបានហោះមកក្តោបមកលបងចិនស្បូនពេញពេញនិងបាននិយាយទៅកាន់លបងចិនស្បូនថាខ្ញុំឮថាតើអ្នកចង់រកខ្ញុំមែនទេនេះគឺជាទង្វើក្មេងខ្ចីពេកហើយតើអ្នកនឹងទេដោយខ្មោចឆៅស្រីសាម្នាក់នោះក៏បានប្រាប់ទៅកាន់ពីរអ្នកគេថាតើអ្នកទាំងអស់គ្នាមិនដឹងទេថាចៅហងបានខ្លាយទៅជាខ្មោចឆៅជាបងស្រីរបស់ខ្ញុំទៅហើយប្រហែលនៅតាមផ្លូវបងស្រីរបស់ខ្ញុំបានចាប់អាហារនៅតាមផ្លូវបានហើយដោយលបងចិញ្ចាំបាសបានតបទៅកាន់ខ្មោចឆៅស្រីម្នាក់នោះថាជុំចេះដានទៀតប៉ុន្តែយើងមិនខ្វល់អ្វីជាសំខាន់គឺយើងនឹងកំចាត់នាងទីបំផុតពេលវេលាបានមកដល់ហើយយើងនឹងកំចាត់នាងដោយផ្ទាល់ដៃរបស់យើងឲ្យខ្មោចឆៅស្រីម្នាក់នោះបានតបទៅកាន់លបងចិញ្ចាំបាសវិញថាតើអ្នករងចាំខ្ញុំយូរហើយមែនទេតើអ្នកចង់កំចាត់ខ្ញុំណាមែនទេបើបែបនេះអ្នកឆាប់ចូលមកស្របគ្នាដែលនាងបានស្រូបធម្មពលចេញពីលបងជើងស្បួនអស់លីងហើយនាងក៏បានហក់ចេញពីគាត់និងបាននិយាយថាវាពិតជាមានរសជាតិឆ្ងាញ់ណាស់នៅក្នុងពេលដែលនាងកំពុងតែឈរទល់មុខជាមួយនឹងលបងចិញ្ចាំបាសដោយលបងចិញ្ចាំបាសក៏បានប្រើល្បិចធ្វើជាចុះចាញ់នឹងខ្មោចឆៅស្រីនោះដោយលបងចិញ្ចាំបាសបានតបទៅកាន់នឹងខ្មោចឆៅស្រីម្នាក់នោះថាអ្វីក៏ដោយដែលនាងចង់បានខ្ញុំនឹងប្រគល់ឲ្យនាងដោយសេចក្តីរីករាយបន្ទាប់មកលបងចិញ្ចាំបាសក៏ចាប់ផ្ដើមខែខោរបស់គាត់មិនចេញអពូនទៅរបស់គាត់ទៅកាន់ខ្មោចឆៅស្រីម្នាក់នោះព្រមទាំងពាក្យសម្ដីថានាងឆាប់ចូលមកចុះខ្ញុំរីករាយទទួលវាចំណុចដោយខ្មោចឆៅស្រីម្នាក់នោះបានប្រាប់ទៅកាន់លបងចិញ្ចាំបាសវិញថាអ្នកឆាប់ប្រាប់ខ្ញុំមកតើចំណុចនៃរាងកាយរបស់ខ្ញុំត្រង់ណាដែលអ្នកចង់ឲ្យខ្ញុំដល់វាទៅកាន់អ្នកហើយស្រូបយកកម្លាំងធម្មពលរបស់អ្នករហូតដល់រៀងស្ងួតដោយលបងចិញ្ចាំបាសបានតបទៅកាន់ខ្មោចឆៅស្រីនោះថាសម្រាប់របស់នាងពិតជាធ្វើឲ្យខ្ញុំមានអារម្មណ៍រំភើបខ្លាំងមែនទែនតាមពិតទៅខ្ញុំតែងតែចង់វាយឡើងជាមួយនឹងខ្មោចឆៅស្រីដ៏ស្រស់ស្អាតដូចជានាងហើយកំណត់នៃការខ្លាចជាផ្នែករបស់នាងធ្វើឲ្យខ្ញុំមានអារម្មណ៍រំភើបខ្លាំងណាស់ខ្ញុំតែងតែចង់វាយឡើងជាមួយនឹងខ្មោចឆៅដ៏ស្អាតដូចជានាងដោយខ្មោចឆៅស្រីម្នាក់នោះបានតបទៅកាន់លបងចិញ្ចាំបាសវិញថាតើមានអ្វីខុសជាមួយនឹងការចោះចាញ់របស់អ្នកភ្លាមៗបែបនេះខ្ញុំមិនដឹងនោះទេដោយលបងចិញ្ចាំបាសតបទៅកាន់នាងថាខ្ញុំនឹងធ្វើគ្រប់យ៉ាងឲ្យតែនាងចង់បានដរាបណាខ្ញុំអាចនៅជាមួយនឹងនាងបានដោយខ្មោចឆៅស្រីម្នាក់នោះតបទៅកាន់លបងចិញ្ចាំបាសវិញថាតើមានហេតុផលចម្លែកបែបណាខ្ញុំមិនដឹងថាអ្នកកំពុងតែធ្វើអ្វីទេប៉ុន្តែពេលដែលអ្នកចូលមកដល់ទីនេះអ្នកគឺជារបស់ខ្ញុំឆាប់មកដាក់ពងពលរបស់អ្នកចូលមកកាន់តំបន់ពិសេសរបស់ខ្ញុំទៅខ្ញុំនឹងធ្វើឲ្យអ្នកខ្លាចទៅជាអាហាររបស់ខ្ញុំដោយសេចក្តីរីករាយបំផុតបងប្រុសបន្ទាប់មកលបងផ្លោកក៏បានតបទៅកាន់មកឆៅស្រីនោះថាអរគុណអ្នកនាងសម្រាប់ការទុកចិត្តបន្ទាប់មកលបងចិញ្ចាំបាសបានយកពងពលរបស់គាត់ដាក់ចូលទៅក្នុងតំបន់ពិសេសរបស់ខ្មោចឆៅស្រីនោះដោយខ្មោចឆៅស្រីនោះក៏បាននិយាយទៅកាន់លបងផ្លោកថារីករាយជាមួយវាឲ្យបានពេញលេញទៅខ្ញុំនឹងធ្វើឲ្យអ្នកអស់ធម្មពលចេញពីខ្លួនបន្ទាប់មកលបងផ្លោកក៏បានតបទៅកាន់មកឆៅស្រីនោះថាបានខ្ញុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីធ្វើឲ្យនាងមានអារម្មណ៍អស្ចារ្យផងដែរបន្ទាប់មកអ្នកទាំងពីរក៏ចាប់ផ្ដើមប្រតិបត្តិការវាយឡើងហើយលបងផ្លោកក៏បានសួរទៅកាន់ខ្មោចឆៅស្រីនោះថានាងមានអារម្មណ៍ថាអស្ចារ្យឬអត់ដោយខ្មោចឆៅស្រីនោះបានតបទៅកាន់លបងផ្លោកវិញថាវាពិតជាអស្ចារ្យមែនវាក៏ធ្វើឲ្យខ្ញុំរំភើបផងដែរឆាប់ប្រើកម្លាំងរបស់អ្នកឲ្យលឿនជាងនេះទៅប្រើកម្លាំងរបស់អ្នកឲ្យអស់ពីសមត្ថភាពរបស់អ្នកទៅស្របពេលដែលនាងកំពុងតែ
មានអារម្មណ៍ហោះហើរឡើងទៅដល់ឋានសួគ៌មិននឹងជាន់ទីប៉ុន្មាននាងក៏បានបន្លឺសំឡេងបន្ថែមទៀតថាប៉ុន្តែវាល្អខ្លាំងណាស់ខ្ញុំនឹងបឺតធម្មពលឲ្យអស់ពីខ្លួនរបស់អ្នកឥឡូវនេះខ្ញុំនឹងធ្វើឲ្យអ្នកទទួលយកវាស្រាប់តែពេលនោះនាងក៏ចាប់ផ្ដើមមានអារម្មណ៍ចម្លែកដោយដឹងថាមានអ្វីខុសប្រក្រតីហើយលោកបងចិញ្ចាបាក៏បានប្រាប់ទៅកាន់នាងថាអូនាងបានចាញ់បោកយើងហើយនាងក៏ថាយើងព្រមចុះចូលនឹងនាងមែនទេនាងពិតជាខ្មោចឆៅដល់ល្ងងមែនហើយនាងចង់ដឹងទេហេតុអ្វីបានជានាងស្រូបយកធម្មពលជីវិតរបស់យើងមិនបានគឺយើងបានប្រើយន្តស័ក្តិសិទ្ធិជាបច្ចេកទេសដើមរបស់យើងអំពីធម្មពលយិននិងយ៉ាងដូច្នេះគឺជានាងវិញទេដែលត្រូវបឺតយកធម្មពលចេញពីខ្លួនយើងបានដាក់យន្តនេះនៅលើខ្លួនរបស់យើងហើយលោកបងចិញ្ចាបាក៏បានថែមទៀតថាតើនាងដឹងទេនេះគឺជាយន្តសម្ងាត់តែមួយគត់ដែលត្រូវការសត្រូវជាច្រើនសិបនាក់ដើម្បីធ្វើឲ្យវាបានជោគជ័យត្រូវបានស្រូបយកដោយយើងហើយធម្មពលរបស់នាងនឹងត្រូវបានផ្លាស់ប្ដូរទៅជាអំណាចរបស់យើងបានធ្វើការលើរឿងនេះអស់រយៈពេលជាច្រើនឆ្នាំហើយយើងបានធ្វើការលះបង់អស់ជាច្រើនដោយខ្មោចឆៅស្រីម្នាក់នោះក៏បានឆ្ងល់ថាតើវាជាស្អីខ្ញុំមិនដែលលើពីយន្តបែបនេះទេបន្ទាប់មកលោកបងចិញ្ចាំបាបានចាប់ដៃទៅកាន់ខ្មោចឆៅស្រីម្នាក់នោះនិងបានពោលពាក្យទៅកាន់នាងថាចំពោះមកយើងនាងគ្រាន់តែជាស្រីធម្មតាម្នាក់តែប៉ុណ្ណោះនាងចង់សម្លាប់យើងផងមែនទេគួរឲ្យអស់ចំណុចក្នុងនោះនាងមិនឲ្យស្រូបយកធម្មពលជីវិតរបស់យើងបានទេចំណែកខ្មោចឆៅស្រីម្នាក់នោះវិញក៏បានតបទៅកាន់លោកបងចិញ្ចាំបាវិញថាទោះបីជាយ៉ាងណាអ្នកមិនអាចស្រូបយកធម្មពលរបស់ខ្ញុំបាននោះទេមានតែខ្ញុំទេទៅអាចនិយាយបានតែត្រឹមនេះខ្មោចឆៅស្រីម្នាក់នោះត្រូវបានលោកបងចិញ្ចាំបាវាយប្រហារនាងកាន់តែខ្លាំងឡើងដែលបណ្ដាឲ្យខ្មោចឆៅស្រីម្នាក់នោះមានភាពឈឺចាប់ជាខ្លាំងលើពីនេះទៅទៀតលោកបងចិញ្ចាំបាបានចោទជាសំណួរថាភ្លៀងកាន់តែធ្លាក់ខ្លាំងឡើងហើយមែនទេចូលយ៉ាងណាមិញចំណេញរបស់យើងពិតជាកំពូលមែនទេហើយលោកបងចិញ្ចាំបាបានសួរទៅកាន់ខ្មោចឆៅស្រីម្នាក់នោះថាអនុញ្ញាតឲ្យរសជាតិនៅជុំវិញរបស់យើងនាំមកនៅសេចក្តីរីករាយដល់បេះដូងយើងតើនាងអាចភ្លក់រសជាតិដ៏រីករាយនេះបានទេនាងខ្មោចឆៅដ៏ស្រស់ស្អាតដោយខ្មោចឆៅស្រីម្នាក់នោះបានតបទៅកាន់លោកបងចិញ្ចាំបាវិញថាអូយអាមនុស្សឈួតដោយលោកបងផ្លូវរបស់យើងក៏តបទៅកាន់ខ្មោចឆៅស្រីនោះថាបងឈួតដោយសារសម្រស់របស់អូនចរន្តអំណាចដ៏គ្មានទីបញ្ចប់កំពុងតែហូរចេញពីក្នុងខ្លួនរបស់នាងនេះពិតជាអស្ចារ្យណាស់ដោយខ្មោចឆៅស្រីម្នាក់នោះតបទៅកាន់លោកបងចិញ្ចាំបាវិញថាតើនេះអ្នកពិតជាកំពុងព្យាយាមស្រូបយកធម្មពលពីក្នុងខ្លួនរបស់ខ្ញុំឲ្យអស់មែនទេតើវាទៅរួចដល់របៀបណានិយាយបានតែត្រឹមនេះខ្មោចឆៅស្រីម្នាក់នោះក៏ត្រូវបានលោកបងចិញ្ចាំបាស្រូបយកធម្មពលពីក្នុងខ្លួនរបស់នាងយ៉ាងសន្សឹមនៅពេលដល់ចំណុចកំពូលរបស់លោកបងចិញ្ចាំបាព្រមទាំងពាក្យសម្ដីរបស់គាត់ថារកុលវាទាំងអស់មកកាន់យើងធម្មពលទាំងអស់របស់នាងដែលបណ្ដាលឲ្យខ្មោចឆៅស្រីម្នាក់នោះមានការឈឺផ្សាជាខ្លាំងធម្មពលរបស់នាងក៏ចាប់ផ្ដើមហូរចេញពីខ្លួនបន្តិចម្ដងរហូតសល់តែស្បែកដណ្ដប់ឆ្អឹងដូចជាពេលដែលនាងបានស្រូបយកធម្មពលមនុស្សផ្សេងទៀតដែលនាងផ្លាត់ធ្វើទៅលើពួកគេហើយលោកបងចិញ្ចាំបាបាននិយាយថាខ្ញុំធ្វើវាបានហើយរាងកាយរបស់ខ្ញុំទាំងមូលពោពេញទៅដោយធម្មពលដ៏អស្ចារ្យចំណែកឯខ្មោចឆៅស្រីម្នាក់នោះវិញនៅសល់តែសក់សពដែលគ្មានវិញ្ញាណតែប៉ុណ្ណោះរីឯលោកបងចិញ្ចាំបាក៏បាននិយាយបន្ថែមទៀតថាដល់ពេលត្រូវបង្ហាញនៅពីរូបរាងពិតនៃយុទ្ធសាស្ត្រសម្រាប់អរិយរបស់យើងហើយបូជាចរសាសនាតោបន្ទាប់ពីលោកបងចិញ្ចាំបាបានចៅការទៅលើខ្មោចឆៅស្រីស្អាតម្នាក់នោះបានហើយសាច់រឿងយើងក៏សុំស្លេះតែត្រឹមនេះសិនចាំជួបគ្នានៅភាគក្រោយបន្តទៀតសូមអរគុណ